បាទតើគូដាក់កីឡាករគុនខ្មែររូបណាបន្ទាប់ឲ្យជួបជាមួយនឹងកីឡាករលំដាប់មួយរូបរបស់ប្រទេសប៉ូឡូញដែលគេមានឈ្មោះថាអូស្ការមកខ្មែរ2លើកហូបកីឡាករគុនខ្មែររបស់យើងទាំង2លើកអត់ចប់ទឹកទេបងប្អូនហើយក៏យកខ្សែក្រវ៉ាត់ IPCC គុនខ្មែររបស់យើងទៅប៉ូឡូញវិញអស់មួយគ្រឿងផងដែរស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីៗដោយក្នុងវីដេអូនេះខ្ញុំបាទនឹងមកលម្អិតតាក់ទងទៅនឹងជើងខ្លាំងរបស់ប៉ូឡូញហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកស្ដាប់ក៏ដូចជាទស្សនាថ្មីកុំភ្លេចជួយ follow និង subscribe ក្នុង channel YouTube ម្នាក់មួយផងបាទអញ្ចឹងតាក់ទងជាមួយនឹងកីឡាករប៉ូឡូញដែលគេមានឈ្មោះថាអូស្ការនេះគឺគេធ្លាប់ប៉ះកីឡាករគុនខ្មែររបស់យើង2លើកបូករួមទាំងការប៉ះជាមួយនឹងកីឡាករសូតវិស្នាការពីយប់មិញនេះហើយការប៉ះជាមួយនឹងកីឡាករគុនខ្មែររបស់យើងទាំង2លើកនេះគឺគេផ្ដួលកីឡាករយើងទាំង2លើកតែម្ដងបងប្អូនដោយលើកទី1គឺគេមកធ្វើការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC ពីដំរីភ្លុកពិឃាតផលសោភ័ណ្ឌផ្ដួលដំរីភ្លុកពិឃាតផលសោភ័ណ្ឌត្រឹមទឹក2ទេដោយបត់មួយកែងចូលធ្វើឲ្យបងផលសោភ័ណ្ឌបាក់ក្តោងច្រមុះរហូតដល់អាញាកតាប្រជុំការប្រកួតអញ្ចឹងក៏គាត់យកខ្សែក្រវ៉ាត់ IPCC គុនខ្មែរទៅប៉ូឡូញវិញបានមួយខ្សែហើយបន្ទាប់មកទៀតកីឡាកររូបនេះក៏ធ្លាប់ចូលលេង Foreman Tournament នៅក្នុងសង្វៀន Town ប៉ុន្តែគឺគាត់ធ្លាក់ចាញ់កីឡាករបារាំងអញ្ចឹងគឺអត់បានឡើងមកប៉ះជាមួយនឹងកីឡាករអេអាមេរិនទេហើយមកប្រកួតចុងក្រោយយប់មិញនេះគឺគាត់ប៉ះជាមួយនឹងសូតវាសនា3ទឹកវាយសូតវាសនារាប់រហូតដល់3លើកបងប្អូនហើយទឹក3គឺអាញាកតាសម្រាប់ចិត្តបាញ់ឈប់ការប្រកួតរបស់កីឡាករសូតវាសនាបាទអញ្ចឹងតាក់ទងជាមួយនឹងកីឡាករគុនខ្មែររបស់យើងក្នុងប្រភេទទម្ងន់65កីឡាករដែលខ្ញុំសម្លឹងឃើញថាមានភាគរយខ្ពស់នៅក្នុងការយកឈ្នះទៅលើកីឡាករអូស្ការគឺមាន2រូបបងប្អូនទី1គឺនាយចម្បាំងគុនខ្មែរលឿនបញ្ញាទី2គឺកីឡាករអេអាំរិនពូថងដែលខ្ញុំបាទគិតថាស័ក្តិសមទាំងកម្ពស់ទាំងអាវុធទាំងកាយសម្បត្តិអីទាំងក្បាច់អីគឺស័ក្តិសមប៉ះជាមួយនឹងកីឡាករប៉ូឡូញរូបនេះបងប្អូនអញ្ចឹងសម្រាប់កីឡាករប៉ូឡូញយប់មិញនេះឃើញថាទម្រង់ការប្រកួតរបស់គាត់ប៉ះជាមួយនឹងកីឡាករសូតវាសនាប្លែកជាងរាល់ដងគឺគាត់ចេញដៃដែរប៉ុន្តែគឺគាត់បឆោតទាត់ជើងសិនហើយទី2គាត់មកលើកនេះគឺរឹងបងរឹងចូលជង្គង់វែងរបស់សូតវាសនាពេញចូលទាត់ចូលអីប៉ុន្តែអត់អង្គើទេកីឡាករប៉ូឡូញរូបមិញគឺតាំងអញ្ចឹងសម្រាប់ខ្ញុំអ្នកដែលស័ក្តិសមបន្ទាប់គឺខ្ញុំអាចគិតថាលូនបញ្ញាជាមួយនឹងកីឡាករអេអាមេរិនអញ្ចឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញបែបណាសម្រាប់កីឡាករទាំងពីររូបនេះសូមចូលរួមធ្វើការ comment បញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយកុំភ្លេចជួយ share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូថ្មីក្រោយទៀត